chia riêng tiếtខ្ញុំជឿថាបុកប្រហែលយើងនេះត្រូវតែឈ្នះទី1អញ្ចឹងយើងធ្វើចលនាវិញកាន់តែខ្លាំងស្វែងរកការពិតខ្ញុំប្រហែលជាមួយលោកធានធ្វើចលនាក្នុងក្នុងលោកជំរុញធ្វើម៉េចឲ្យសឿអង្កេតនោះវាកាន់តែជាក់ស្ដែងកាន់តែប្រសិទ្ធភាពទី2យើងនឹងធ្វើចលនានៅក្នុងសហគមន៍អន្តរជាតិកុំឲ្យគេទទួលស្គាល់របបនេះពួកទុយរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសរំលោភគោលការណ៍ប្រជាធិបតេយ្យរំលោភឆន្ទៈប្រជាធិបតេយ្យមួយខាងយើងស្វែងរកការពិតបង្ហាញការពិតហើយមួយខាងទៀតយើងធ្វើចលនាលើឆាកនយោបាយអន្តរជាតិជាមួយរដ្ឋាភិបាលជាមិត្តជាមួយអង្គទូតហើយយើងមិនចាប់ទៅមិនត្រូវធ្វើតែចំពោះអង្គទូតដែលមានវត្តមាននៅភ្នំពេញទេត្រូវចេញទៅក្រៅមកទៅជួបចវាយមេនឹងគឺនៅ Washington DC នៅ Brussels នៅ Paris នៅ Vienna នៅទីក្រុងឡុងនោះបានម៉ាស៊ីនវាធំដើម្បីបញ្យល់ឲ្យច្បាស់គឺអ្វីដែលគឺចាប់ដើមរដ្ឋសភាគេប្រតិបត្តិសភាឯកបៈប្រតិបត្តិនេះគឺខុសច្បាប់ខុសគោលការណ៍ប្រជាធិបតេយ្យខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីខុសពីសិលធម៌ការពិតឆន្ទៈជាមូលដ្ឋានវាខ្សោយមូលដ្ឋានវាមានតែបលិសទាហានកម្លាំងសម្រាប់មូលដ្ឋាននេះខ្សោយ